សួស្តីអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីរឿងនិទានខ្មោចខ្មែរមុននឹងចាប់ផ្ដើមសូមចងចាំថារឿងនេះត្រូវបាននិពន្ធដោយផ្អែកលើជំនឿនិងរឿងរ៉ាវដែលប្រជាជនកម្ពុជាតែងតែនិយាយតគ្នាអំពីវិញ្ញាណនៅតាមដងផ្លូវនិងស្ពានជនបទវាគ្រាន់តែជារឿងនិទានសម្រាប់ការកម្សាន្តប៉ុណ្ណោះកាលពីជាង10ឆ្នាំមុននៅភូមិដីស្រយាលមួយក្នុងខេត្តកំពង់ធំមានស្ពានឈើចាស់មួយឆ្លងកាត់ប្រឡាយធំអ្នកភូមិតែងតែព្រមានគ្នាថាក្រោយមក11យប់មិនគួរឆ្លងស្ពាននោះតែម្នាក់ឯងឡើយប៉ុន្តែមានយុវជនម្នាក់ឈ្មោះវុធីគាត់ជាមនុស្សក្លាហាននិងមិនជឿរឿងខ្មោចទាល់តែសោះយប់មួយបន្ទាប់ពីជួនមិត្តភ័ក្តិនៅភូមិជាប់ខាងវុធីបានជិះម៉ូតូត្រឡប់មកផ្ទះវិញពេលទៅដល់ក្បាលស្ពានមានសំឡេងស្រីខ្សឹបប្អូនជួយចាំខ្ញុំបន្តិចវុធីងាកមើលទៅក្រោយក្រោមពន្លឺព្រះច័ន្ទស្រអាប់មាននារីម្នាក់ស្លៀកពាក់សឈរនៅចុងស្ពានសក់វែងរបស់នាងគ្របមុខទាំងស្រុងបងទៅណាខ្ញុំជូនបានវុធីសួរដោយមិនគិតអ្វីច្រើននារីនោះមិនឆ្លើយនាងគ្រាន់តែលើកដៃចង្អុលទៅមុខដោយអាណិតវុធីក៏អនុញ្ញាតឲ្យនាងជិះពីក្រោយម៉ូតូបន្តដំណើរទៅមុខក្នុងសភាពស្ងប់ស្ងាត់ប៉ុន្តែបន្ទាប់ពីជិះបានប្រហែល5នាទីវុធីចាប់ផ្ដើមមានអារម្មណ៍ថាម៉ូតូធ្ងន់ខុសពីធម្មតាកញ្ចក់មើលក្រោយក៏ចាប់ផ្ដើមអាប់បន្តិចម្ដងដោយចង់ដឹងថាមានអ្វីកើតឡើងគាត់ក្រឡេកមើលក្នុងកញ្ចក់ហើយបេះដូងស្ទើរតែឈប់ដំណើរការនារីដែលអង្គុយពីក្រោយមិនមែនអង្គុយទេនាងកំពុងអណ្ដែតនៅលើកៅអីម៉ូតូសក់វែងរបស់នាងអូសលើផ្លូវងងឹតទីភ័យខ្លាំងណាស់គាត់បើកម៉ូតូលឿនស្ទើរតែបាត់ស្មារតីស្រាប់តែសំឡេងខ្សឹបចិត្តត្រចៀកហេតុអ្វីមិនងាកមើលមុខខ្ញុំរោមរបស់គាត់ព្រឺទាំងខ្លួនដោយនឹកឃើញពាក្យដែលជីដូនធ្លាប់បង្រៀនវុធីក៏សូត្រភ្លាមវិនាទីនោះខ្យល់មួយបោកកាត់ស្ពានយ៉ាងខ្លាំងហើយអ្វីដែលនៅពីក្រោយគាត់ក៏បាត់ទៅវុធីបើកម៉ូតូសម្ដៅទៅវត្តដែលនៅជិតបំផុតហើយស្នាក់នៅទីនោះពេញមួយយប់ព្រឹកឡើងព្រះអង្គចាស់មួយអង្គបានស្ដាប់រឿងរ៉ាវទាំងអស់បន្ទាប់មកព្រះអង្គមានសង្ឃដីកាថាកន្លែងនោះមានក្មេងស្រីម្នាក់ធ្លាប់លង់ទឹកហើយស្លាប់កាលពីច្រើនឆ្នាំមុនអ្នកភូមិជាច្រើនធ្លាប់ឮសំឡេងនាងហៅពេលយប់ចាប់តាំងពីថ្ងៃនោះមកវុធីមិនដែលហ៊ានឆ្លងស្ពាននោះតែម្នាក់ឯងទៀតឡើយហើយអ្នកភូមិខ្លះបាននិយាយថានៅយប់ដែលមានព្រះច័ន្ទពេញវង់គេនៅតែអាចឃើញស្រមោលនារីស្លៀកពាក់សនៅចុងស្ពានដូចជាកំពុងរង់ចាំអ្នកដំណើរម្នាក់ទៀតឲ្យឈប់ស្ដាប់សំឡេងហៅរបស់នាងតើអ្នកធ្លាប់ឮរឿងចម្លែកស្រដៀងនេះដែរឬទេសូមអរគុណសម្រាប់ការស្ដាប់ podcast រឿងនិទានខ្មោចប្រសិនបើអ្នកចូលចិត្តសូមគាំទ្រនិងតាមដានរឿងថ្មីបន្តទៀតជួបគ្នានៅវគ្គក្រោយសូមរីករាយសួស្តី